ជម្រាបសួរពុកម៉ែបងប្អូនទាំងនៅជិតនៅឆ្ងាយលោកយាយលោកតាសូមជម្រាបសួរពីចម្ងាយនេះជាទស្សនភាពវាលស្រែនៅជិតវត្តសូរដំហើយនឹងទស្សនភាពនៅក្នុងវត្តទីធ្លាវីដេអូនេះថតរៀងយូរដែរហើយ2-3 ឆ្នាំហើយតែទៅយកមកកាត់បញ្ចូលសំឡេងដើម្បីផ្សព្វផ្សាយពីសមិទ្ធផលនៅក្នុងវត្តនិងទស្សនភាពហើយនឹងសម្រស់ទីធ្លានៅក្នុងវត្តឲ្យបងប្អូនបានទស្សនាហើយសម្រាប់ខ្ញុំអ្នកផ្សាយនេះក៏មិនមែនជាព្រះសង្ឃទេគ្រាន់តែជាសមាជិកគណៈកម្មការប្រចាំនៅក្នុងវត្តសូរដំហើយខ្ញុំនឹងក៏ចូលរួមផ្សព្វផ្សាយអំពីសមិទ្ធផលក្នុងវត្តមានកម្មវិធីបុណ្យគ្រប់បុណ្យទាំងអស់ខ្ញុំក៏ធ្វើបញ្ចូលផុសនៅក្នុងเพจវត្តសូរដំនេះសូមបងប្អូនជួយគាំទ្រឲ្យបានច្រើននេះជាទស្សនវិជ្ជាវាលស្រែនៅជិតវត្តហ្នឹងសម្រាប់វត្តសូរដំមានបុណ្យកឋិនទាននៅថ្ងៃទី25-26 ខែ 10 យើងនេះសូមគ្រប់អញ្ជើញលោកយាយលោកតាបងប្រុសបងស្រីបងប្អូនចូលរួមឲ្យបានច្រើនបើមិនបានចូលរួមផ្ទាល់ក៏មានសិទ្ធិជ្រះថ្លាក៏មានអាចទំនាក់ទំនងតាមលេខទូរស័ព្ទប្រធានគណៈកម្មការដែលខ្ញុំផុសជារូបសញ្ញាកាលពីមុនមកនៅក្នុងเพจវត្តនឹងស្រាប់សម្រាប់ទីធ្លារាល់ថ្ងៃនេះមានរបងព័ទ្ធជុំវិញធ្លាក៏ស្អាតព្រះសង្ឃសម្អាតព្រមទាំងបងប្អូនអ្នកនៅជិតវត្តព្រមទាំងលោកយាយលោកតាបានសម្អាតយ៉ាងស្អាតទីធ្លាស្អាតណាស់សម្រាប់បងប្អូនចង់មកទស្សនាមកលេងកម្សាន្តអីអាចអញ្ជើញមកបាននៅវត្តសូរដំនៅស្ថិតនៅភូមិកំពង់ពោធិ៍យើងភូមិជ័យចៅមិនបានមកទស្សនាផ្ទាល់ក៏អាចជួយតាមដានเพจវត្តសូរដំផ្ទាល់ក៏បានខ្ញុំនឹងធ្វើជាវីដេអូនិងជារូបថតផុសចូលក្នុងเพจវត្តផ្ទាល់អរគុណច្រើនសម្រាប់ការទស្សនាមានកំហុសឆ្គងសូមអភ័យទោសអរគុណធំ